ในขนมថ្ងៃនេះគឺជួយវិធីការបន្តជាមួយស្អីបើជាភាគ2សម្រាប់អ្នកអត់ទាន់មើលអេពីសូតមុនអាចទៅតាមដានបានសិននៅអ្នកមកថ្មីអាចជួយ Subscribe នៅក្នុង Channel មួយនេះឲ្យខ្ញុំម្នាក់មួយសិនផងចាំមករត់រឡាយតោះយើងចូលតាមដានសាច់គេបើយើងតែម្ដងនៅក្នុងអេពីសូតនេះការចេញព្រឹត្តិការណ៍ការនៅសាលានឹងមកយើងក៏បានឃើញប្រូសាកាយធ្វើដំណើរជាឡានក្រុងហើយគៀពេលនោះដែរគាត់ក៏បានប្រទះជាមួយនារីដ៏ស្អាតម្នាក់អំឡុងពេលនោះបេះដូងរបស់គាត់លើខ្លាំងណាស់គាត់ឃើញសម្រស់ដ៏ស្អាតរបស់នាងប៉ុន្តែការពិតតែម្នាក់ស្រីនោះដែរគឺជាអូជីអូសាដែលនេះហើយបានជាអូជីអូសន្តការគាត់ដែលប្រូសាកាយកំពុងធ្វើដំណើរទៅណាស់ដែរយើងបានជាគាត់ប្រាប់តែកំពុងធ្វើដំណើរទៅទិញនំប៉័ងហើយវាចៃដន្យទៀតសម្បត្តិអូជីអូក៏ធ្វើដំណើរទៅទីនោះដែរបើទោះបីជាណាក៏ដោយសម្រាប់អារម្មណ៍របស់ប្រូសាកាយគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងពួកការពីមុនឃើញអូជីអូជាមនុស្សម្នាក់ដែលលើសោះគ្មានដឹងខុសត្រូវអីនោះទេប៉ុន្តែឥឡូវហាក់ដូចជាមនុស្សចាស់ទុំចឹងមិនស្ទុះខំមកអំឡុងពេលដែលឡានក្រុងកំពុងតែធ្វើដំណើរហើយព្យាយាមឈប់ទាំងកំរៅនោះក៏ធ្វើអូជីអូចំពប់ជើងដួលទៅលើខ្លួនរបស់ប្រូសាកាយតែម្ដងហាក់បែបហ្នឹងក៏បានប្រាប់នាងកុំមិននៅជិតខ្លួនគាត់ពេកទៅឆ្ងាយតិចទៅក៏ប៉ុន្តែដែលឃើញអបបាយដ៏ធំរបស់នាងប៉ះខ្លួនគាត់ចឹងនឹងបូករួមអំឡុងពេលនោះអូជីអូមកអោបគាត់ចឹងទៀតប្រូសាកាយព្យាយាមប្រាប់ខ្លួនឯងកុំអញ្ញែញ៉ៃសោះស្ងប់ស្ងាត់កុំឲ្យនាងដឹងក៏ប៉ុន្តែដោយសារតែការដកដង្ហើមធំរបស់គាត់អូជីអូក៏ចាប់អារម្មណ៍រួចក៏បានសួរទៅកាន់ប្រូសាកាយដែលចង់ដឹងថាប្រូឯងកើតអីដែរមើលតែដូចរៀបប្របាក់ដកដង្ហើមខ្លាំងណាស់ហើយដូចនេះបាននិយាយពីចិត្តរបស់គាត់គឺថាអូជីអូនៅចិត្តក៏ខ្លាំងពេកមិនដឹងថានិយាយពីស្អីទេក៏តែចិត្តតែប្រកែកទៅដែលថាក៏គ្មានអីឡើយគុំគិតច្រើនពេកជាស្ដែងយ៉ាងណាក៏ដោយអូជីអូក៏ប្រាប់ទៅកាន់គាត់ដែលមិនបាច់ធ្វើខ្លួនរឹងទេធ្វើចលនាខ្លះទៅប្រយ័ត្នមានបញ្ហាហើយបើសិនជាប្រូសាកាយត្រូវការចំណុចរបស់នេះក៏នឹងអាចជួយទៅបានលហើយបានជានាងចាប់ដើមយកដែរទៅរុញកញ្ចៀករបស់គាត់ដើម្បីឲ្យធ្វើចលនាដែលនេះបានជាប្រូសាកាយចង់ឲ្យនាងឈប់ទៅព្រោះអាចត្រឡប់មកណាអូជីអូធ្វើវាតាំងពីនៅក្មេងមកម្ល៉េះក៏ប៉ុន្តែនាងក៏បានសួរគាត់វិញមិនបានជាឲ្យនាងឈប់ឬមួយក៏ការធ្វើរបស់នាងអត់ល្អដូចកាលពីមុនទាំងអស់នោះធ្វើឲ្យប្រូសាកាយធំលែងចង់បានព្រោះទៅលើទឹកមុខរបស់នាងនិងអារម្មណ៍របស់គាត់កំពុងតែពុះកជ្រោខ្លាំងខ្លាចថាអូជីអូនឹងដឹងការពិតទើបអំឡុងពេលនោះយើងឃើញថាប្រូសាកាយបានចាប់អាប់អូជីអូវិញទៅម្ល៉េះហើយអារម្មណ៍របស់អូជីអូចាប់ដាក់ភ្ញាក់ផ្អើលនៅបានអេសូរកាយក៏កំពុងធ្វើស្អីដែលនេះហើយបានជាប្រូសាកាយប្រាប់ទៅកាន់អូជីអូថាពេលនេះខ្លួនប្រាស់របស់គាត់មានអារម្មណ៍រៀងទន់អត់អាចធ្វើដំណើរទៅវិញដោយខ្លួនឯងទេសូមអូនជីអូនឹងជួយទៅកាន់គាត់ផងនិយាយតែគាត់ធ្វើបែបនេះក៏ដោយសារអត់ចង់មើលមុខអូនជីអូចាំទេដូចជាបែរសម្ដែងធ្វើដូចជាមិនសូវស្រួលខ្លួនកុំឲ្យនេះចាប់អារម្មណ៍ខ្លាំងពេកបូករួមជាមួយមូលហេតុមួយទៀតដោយសារតែពួកគេខនតាជាមិត្តកុមារភាពតែប៉ុណ្ណោះមិនអាចទៅមានស្អីលើពីនឹងទេបើទោះបីជាគាត់ចង់បានជីវិតដូចនៅក្នុងម៉ងកានឹងក៏ដែរក៏វាមិនអាចទៅរួចជាមួយមិត្តទាំងពីររបស់គាត់នេះដែរក៏ប៉ុន្តែយ៉ាងណាក៏ដោយអំឡុងពេលគាត់គិតរឿងទាំងអស់នោះក៏ឃើញថាបេះដូងរបស់គាត់លើកខ្លាំងជាងមុនទៅទៀតដូចជាបានព្យាយាមចេញពីខ្លួនរបស់អូជីអូកុំឲ្យនេះចាប់អារម្មណ៍ទៅលើសម្លេងបេះដូងរបស់គាត់យ៉ាងណាមិញនោះអំឡុងពេលនោះដែរក៏បានចាប់អារម្មណ៍ឃើញអូជីអូហាក់ដូចជាអៀនមកកាន់គាត់ខ្លាំងណាស់ដូចជានៅប្រកែកដែលវាអត់ដូចអីដែលគាត់បានគិតនោះទេទើបក្នុងអំឡុងពេលឃើញចាប្រូសាកាយក៏បានសូមឡានក្រុងឈប់ធ្វើដំណើរសិនទៅនាំឲ្យអូជីអូចាប់ដើមហៀងឆ្ងាមិនបានជាគាត់មកឈប់អីនៅណាព្រោះថាហាងនំប៉័ងនៅខាងមុខទៀតដល់នេះធ្វើនេះមិនយល់ទេតែប្រូសាកាយកំពុងតែកើតអីទាំងអស់ហ្នឹងហើយបានជាប្រូសាកាយប្រាប់ទៅកាន់អូជីអូអត់ថាគាត់គឺជាមិត្តរបស់នេះតាមពីនៅក្មេងចឹងហើយគាត់ស្គាល់ទៅលើច្រឹកមួយហ្នឹងទៅជាមិនចង់ឲ្យអូជីអូលាក់អារម្មណ៍របស់នេះតទៅទៀតនោះទេជាហេតុនាំឲ្យនេះមិននឹកស្មានដែលគាត់កំពុងតែដឹងទៅលើអារម្មណ៍ពិតរបស់នាងក៏ប៉ុន្តែយ៉ាងណាក៏ដោយនាងក៏ចង់សួរបញ្ជាក់ទៅកាន់គាត់ដែរតែក៏ឃើញថាគាត់ដើរចោលនាងទៀតដែរដែលគៀពេលនោះប្រូសាកាយបានទៅទិញទឹកខូចឬក៏បានឲ្យកូកាទៅកាន់អូជីអូមកកំប៉ុងតែហើយដល់ពេលឃើញចឹងនាងក៏ចាប់ដើមមានចង់ឆ្ងាក្នុងពេលនោះប្រូសាកាយបានវាទៅកាន់អូជីអូដែលបាច់មកបណែបណៈលើខ្លួនរបស់គាត់នោះទេស្មានតែគាត់មិនដឹងអីច្រឹកប៉ិតតាំងពីដើមមកឲ្យតែពេលឃើញនាងអារម្មណ៍មិនល្អអីណាគាត់តែគាត់ទិញកូកាឲ្យផឹកតែមកកំប៉ុងតែដឹងតែអូជីអូអារម្មណ៍ល្អមកវិញហើយដល់ហេតុនេះនាងក៏ចាប់ដើមគាត់ក៏មិនយល់ដែរមិនបានទៅធ្វើទឹកមកចឹងហើយកូកាជារបស់នៃនាងចូលចិត្តតាមពីក្មេងឯងយ៉ាងណាក៏ដោយអំឡុងពេលនៅអូជីអូបានអរគុណចំពោះទង្វើរបស់គាត់ដែលបានធ្វើឲ្យនាងប៉ាវដឹងច្បាស់ណាស់ជាគេថាអំឡុងពេលដែលអូជីអូចាប់ដើមផឹកទៅលើកូកាមួយនោះនាងបានយល់ឃើញថាមិនអាចធ្វើជាមនុស្សម្នាក់ដែលប្រូសាកាយចាប់បាននៅក្នុងម៉ោងការនោះទេប៉ុន្តែយ៉ាងណាក៏ដោយសម្រាប់នាងនឹងព្យាយាមធ្វើជាមនុស្សម្នាក់ដែលគាត់ត្រូវការនិយាយទៅអំឡុងពេលដែលអូជីអូទៅអោបដៃរបស់គាត់ទៀតនោះក៏ឃើញថាប្រូសាកាយចាប់ដើមញ័រដៃកពុបអាកូការបស់ខ្លួនឯងឡើងខ្ទេចឬក៏បានព្យាយាមប្រាប់ខ្លួនឯងថាមកកម្មារភាពមិនអាចធ្វើជាសងសារបស់គាត់បានទេនិយាយទៅព្យាយាមទិញអាពាកហ្នឹងឡើងចង់100ដុល្លារទៅហើយលោកម្ដាយសាលាយើងឃើញថាពួកគេបានលេងល្បែងចៃពាកដោយហេតុនេះហើយអូណាការីឃើញថាពួកគេរៀននៅវិទ្យាល័យមិនគួរណាទៅលេងល្បែងដោយការពីនៅក្មេងឡើយដូចនេះបានជាអូជីអូនយាយនេះធ្វើអញ្ចឹងដោយសារតែអុកសុកខ្លាំងពេកព្រោះឡើយមេភ្លៀខ្លាំង
ខ្លះអត់អាចចិត្តទៅលេងនៅខាងក្រៅបានឡើយទាំងអស់នឹងសម្រាប់អូនអាការ៉េយូគឺថាទៅដល់ពេលយកតាផ្ទះមេច្បាស់ជារាំងហើយនៅពេលដែលសារតែមិនពាក្យបញ្ចុះរបស់អូស៊ីអូគឺអក្សរ CH បានជាអូនអាការ៉េនិយាយពាក្យ cheese បន្តទៀតតែដល់ហើយនេះហើយប្រូសាកែក៏បាននិយាយពាក្យ CO ទីហេតុnóiពួកគេទាំងពីរចាប់ដើមគៀងម្ល៉េះហើយបានប្រូសាកែប្រកែកដែលមិនគឺពាក្យ show មិនមែនមានន័យទៅកាន់ឈ្មោះរបស់អូស៊ីអូនោះទេក្នុងពេលនៅសម្រាប់អូនអាការ៉េមានអារម្មណ៍ចំណាយទៅកាន់អូស៊ីអូខ្លាំងណាស់ពួកប្រូសាកែបានហៅឈ្មោះរបស់នាងចឹងបន្ទាប់មកទៀតអូស៊ីអូបានប្រើពាក្យវេម្ល៉េះហើយនៅខាងចុងបញ្ចប់គឺវាអក្សរ Y ក៏មានន័យថាអូនអាការ៉េអាចហៅឈ្មោះរបស់ប្រូសាកែបានគឺសាកែយូណូសូគីប៉ុន្តែនាងអត់ហ៊ានហៅនោះទេទើបជាប្រើពាក្យ Yuga វិញដោយសារ Yuga បញ្ចប់ដោយអក្សរ A ហើយនាងក៏ចង់ឲ្យគាត់នឹងហៅឈ្មោះរបស់នាងដែរគឺអាការីប៉ុន្តែនិយាយចុះនិយាយឡើងគឺថាប្រូសាកែអត់បានហៅឈ្មោះរបស់នាងទេបើទោះបីជានាងព្យាយាមនិយាយពាក្យដែលបញ្ចប់ដោយអក្សរ A ក៏គាត់បានហៅឈ្មោះរបស់នាងដែរម្ល៉េះហើយកំហឹងរបស់អូនអាការ៉េចាប់ដើមខឹងខ្លាំងលើសដើមអំឡុងពេលនោះនាងនៅតែបន្តផ្ដើមដោយអក្សរ A ធ្វើឲ្យប្រូសាកែចង់ឲ្យយោបល់ព្រោះនិយាយអក្សរ A ឡើងចង់100ពាក្យទៅហើយអំឡុងពេលឃើញប្រូសាកែកំពុងតែរនឹកនោះក្នុងចិត្តរបស់អូនអាការ៉េចង់ឲ្យគាត់ហៅឈ្មោះរបស់នាងណាប៉ុន្តែចឡើងទៅចេញអាឡូវីរ៉ាណាឆ្កុយនិយាយទៅពាក្យណាបញ្ចប់ដោយអក្សរ E ម្ល៉េះហើយជាវេរបស់អូស៊ីអូទើបនាងនិយាយពាក្យ EU វិញដោយសារពាក្យនោះគឺបញ្ជាក់ន័យទៅកាន់ប្រូសាកែនឹងតែម្ដងដល់ឃើញទាំងអស់ហ្នឹងហើយសម្រាប់អូនាការីគឺមានកំហឹងលើសខ្លាំងជាងមុនទៅទៀតពួកអូស៊ីអូបានហៅនិកណាមរបស់ប្រូសាកែនិងសូម្បីតែប្រូសាកែក៏បានហៅឈ្មោះរបស់អូស៊ីអូដែរម្ល៉េះហើយនៅក្នុងចិត្តរបស់នាងចង់ឲ្យប្រូសាកែហៅឈ្មោះរបស់ខ្លួនឯងណាតែបើទោះបីជាខំជ័យយ៉ាងណាក៏ប្រូសាកែមិនព្រមហៅឈ្មោះរបស់នាងដែររហូតតទៅពេលនោះចង់បញ្ចប់គឺអក្សរ E ធ្វើឲ្យអូនាការីចាប់ដើមអៀននិងនិយាយពាក្យ EU តាមឲ្យអូស៊ីអូធ្លាប់និយាយដែរក៏ប៉ុន្តែដោយឃើញពួកគេទាំងពីរចាប់ដើមគេអញ្ចឹងនាងក៏បានប្រកាសថាមិនមានន័យ EU តាមឈ្មោះនិកណាមរបស់គាត់ទេលើពីនេះទៅទៀតនាងបានថាឲ្យទៅកាន់ប្រូសាកែគុំសំខាន់ថានាងហៅនិកណាមរបស់គាត់ឯសោះទាំងតែក៏ពិតទៅខ្លួនឯងចង់ហៅចង់ងាប់ឯហ្នឹងដល់ពេលឃើញអូនាការីជេរទៅកាន់ប្រូសាកែអូស៊ីអូក៏បានឃើញថាអូនាការីបានចាញ់ហើយព្រោះថាក្នុងហ្គេមរបស់គេអត់មានត្រូវជេរអ្នកដែលលេងជាមួយឡើយហើយដែលមូលហេតុចាញ់ចឹងប្រូសាកែត្រូវតែបដិទៅកាន់អូនាការីយ៉ាងណាក៏ដោយអំឡុងពេលហ្នឹងអូស៊ីអូឃើញថាចាញ់ប្រហែលជាល្អជាងពួកបានប្រូសាកែកាន់ដៃអញ្ចឹងលុះចេញពីសាលាក៏ឃើញថាម៉េចក៏នៅតែបន្តភ្លៀងបែបណាប្រូសាកែអំឡុងពេលដែរនោះក៏ប្រទះជាមួយអូនាការីកំពុងតែដោះខោរបស់នាងពេលអញ្ចឹងក៏អញ្ចាប់ដើមគៀងខ្លាំងដែលជាហេតុធ្វើអូនាការីចំពោះជឿដួសចំពោះមុខគាត់តែម្ដងគឺបែបនេះក៏បានសួរនាំកាត់អីអត់ប៉ុន្តែនេះក៏បានវិរតការគាត់ក៏មកសួរអីញញ៉ៃបញ្ញត្តិញាក់មុខចេញពីកន្លែងអបបៃណៃរបស់នាងទៅឬហើយក៏បានកក់វាយមកក៏ដើម្បីបដិញប្រូសាកែចេញពីទីនេះក្នុងពេលនៅសម្រាប់គាត់មិនយល់ទេមិនបានចេះតែជប់ចាយនៅរហូតចឹងនឹងកន្លែងទៅកាន់អូនាការីវិញគឺពេលនេះកំពុងតែអង្គុយបាក់ចិត្តដែលមិនយល់ថាម៉េចបានជាមេរៀនចឹងកាក់ឡានចំពោះនាងនៅគ្រារពេលដែលបានចូលទៅកាន់ប្រូសាកែតែយ៉ាងណាក៏ដោយគេបណោប្រូសាកែបានទៅណាទេពួកឃើញថាអូនាការីអត់មានឆាត់នៅជាមួយនាងបានជាមានចិត្តចង់បបួលអូនាការីធ្វើដំណើរទៅផ្ទះជាមួយនឹងគាត់ដោយហេតុនេះហើយអូនាការីក៏បានញល់ទៅកាន់ប្រូសាកែថាអ្នកមិនត្រូវការជំនួយមនុស្សបែបហ្នឹងឡើយនាំឲ្យប្រូសាកែចាប់ដើមខឹងបើថាមិនត្រូវការជំនួយពីគាត់ទេគាត់ដើរទៅតែឯងក៏បានដែរជាហេតុធ្វើនេះចាប់ដើមផៃទើបប្រយ័ត្នទៅកាន់ប្រូសាកែបើថាគាត់ទៅទូចចង់ឲ្យនាងធ្វើដំណើរទៅជាមួយនោះគឺអ្នកក៏យល់ព្រមទៅជាមួយបានដែរកាត់មកដល់អូស៊ីអូវិញគ្នាពេលនេះក្នុងច្បាប់នេះក៏ប៉ាចង់ធ្វើដំណើរមកតែជាមួយប្រូសាកែណាបើសិនជាដឹងថាការប្រជុំរបស់នេះត្រូវបានលុបចោលប៉ុន្តែយ៉ាងណាក៏ដោយអារម្មណ៍នេះចាប់បានសប្បាយចិត្តព្រោះដោយសារមានគោលបំណងចង់ទៅទិញអាហារជាច្រើនដើម្បីយកមកញ៉ាំនៅក្នុងថ្ងៃនេះគេអំឡុងពេលអូស៊ីអូបញ្ញាប់រត់ទៅនោះក៏ឃើញថាចាំពេលដែលប្រូសាកែនិងអូនាការីបានដើរកាត់ផ្លូវនឹងដែរក្នុងពេលនោះសម្រាប់ចិត្តរបស់ប្រូសាកែគឺថាបន្ទោះបីជាពួកគេធ្លាប់ជាមិត្តកម្មាភិបជាមួយគ្នាកាលពីមុនក៏មើលទៅការដើរជាមួយគ្នាអំឡុងពេលនេះហាក់ដូចជាឆ្កងខ្លាំងប្រៀបបានដូចជាមនុស្សដែលស្គាល់គ្នាអញ្ចឹងគេពេលនោះអូនាការីបានប្រាប់ទៅកាន់ប្រូសាកែអានតែផ្ដោតអារម្មណ៍តិចទៅកុំដើរបញ្ញាប់លឿនខ្លាំងពេកអីហើយឆាតនោះក៏ដាក់ឲ្យខ្ទាបតិចមកសារសពុតរបស់នាងអស់ហើយម្ល៉េះហើយជាហេតុធ្វើឲ្យប្រូសាកែឃើញថាអូនាការីអាចជាស្អប់គាត់ណាស់ហើយអំឡុងពេលដើរជាមួយគាត់អញ្ចឹងគេពេលកាត់បដាមើលមុខទៅកាន់អូនាការីបដានោះនាងក៏បានញាក់មុខគាត់ចេញដោយមិនចង់ឲ្យគាត់មកមើលមុខនាងនោះទេទាំងអាននឹងឯអារម្មណ៍របស់ប្រូសាកែឃើញថាកាន់តែហួសចិត្តជាងមុនទៅទៀតព្រោះថាអូនាការីតែនៅក្មេងចិត្តស្និទ្ធជាមួយគាត់ណាស់មើលទៅឡើងគួរឲ្យស្រឡាញ់មកប៉ុន្តែឥឡូវនេះមិនបាច់និយាយទេនឹងបើយើងកលែកទៅកាន់អារម្មណ៍របស់អូនាការីគឺនាងកំពុងតែមានអារម្មណ៍មិនស្រួលទេអំឡុងពេលដើរជាមួយនឹងគាត់អញ្ចឹងដូចនេះនាងបារម្ភខ្លាំងណាស់មិនដឹងត្រូវធ្វើបែបណាឡើយព្រោះអារម្មណ៍របស់នាងកំពុងតែមិនអាចទទួលយកបានគ្រាពេលដើរចិត្តគាត់អញ្ចឹងលើពីនេះទៅទៀតគាត់តែងតែឆ្លោះគ្នាជាមួយនាងរហូតក៏ប៉ុន្តែបែរជាចង់ឲ្យនាងដើរទៅផ្ទះជាមួយនឹងគាត់ទៅវិញនិយាយទៅឲ្យទុកបីជាពេលនេះគាត់ធ្វើល្អដាក់នាងក៏សម្រាប់អូនាការីមិនអាចលើកលែងទោសឲ្យទៅកាន់ប្រូសាកែបានទេខោវិខឿនអោបទៅនៅខាងកបនេះអញ្ចឹងក៏ប៉ុន្តែយ៉ាងណាក៏ដោយគ្រាអំឡុងពេលនោះនាងបាន
ចាប់អារម្មណ៍ឃើញប្រូសាកាយព្យាយាមដាក់ឆាតមកខាងនាងពេកធ្វើឲ្យដៃរបស់គាត់ចាប់ដើមសាមដូច្នេះនាងក៏បានថាឲ្យគាត់ពិតជាល្ងងមែនបញ្ញាប់ចូលមកចិត្តនាងតិចមកណាមួយទៀតក៏បានឲ្យកណាត់ទៅកាន់គាត់ក្នុងការប្រើវាទៅដោយនេះហើយប្រូសាកាយចាប់ដើមឆ្ងល់ឲ្យកណាត់មកធ្វើស្អីព្រោះអត់មានត្រូវប្រើអីប៉ុណ្ណាឬមួយក៏នាងចង់ឲ្យជូតឬក៏ជូតឡើងណាដែរប្រាប់មកចាំក៏ជូតឲ្យតោះពេលចឹងពេកនាងចាប់ដើមខឹងបដ ខំឲ្យកណាត់ឲ្យទៅជួយក្អាយខ្លួនឯងមិនឲ្យជូតនាងនោះទេណាមួយទៀតខ្លួនឯងក៏បើកចាស់ឲ្យគួរតែរៀបចំខ្លួនឲ្យល្អជាងនឹងតែឃើញនេះគាត់ចាប់ដើមឆ្លុះកាច់គ្នាជាមួយនាងជាណាក៏ដាក់អំឡុងពេលនោះអូនអាការីចង់យកឆាតមកកាន់វិញក្នុងកាយគាត់មានពេលវេលាយកកណាត់នោះទៅជូតតែមានណាគៀពេលណាដៃបោះនេះទៅប៉ះដៃរបស់ប្រូសាកាយវាឲ្យធ្វើឲ្យរបស់គេចាប់ដើមគាំងរីកខ្លួនរួចហើយក៏អៀនទៅប្រូសាកាយបែរនិយាយរឿងអីផ្សេងវិញក្នុងអំឡុងពេលនោះប្រូសាកាយចាប់ដើមឆ្ងល់ក្នុងចិត្តពួកឃើញថាអូនអាការីហាក់ដូចជាចម្លែកដែលមិនដឹងមានរឿងអីកើតឡើងចំពោះនាងនោះទេនឹងគៀពេលឃើញនាងព្យាយាមលើកឆាតខ្ពស់ពេកគាត់ចង់ឲ្យនាងតម្លាក់ចុះតិចមកខ្លាចថាខ្លួនបននេះនឹងសាមប៉ុន្តែនាងមិនថាអីឡើយព្រោះថាការប៉ាត់អំឡុងពេលនៅខ្មែរក៏នាងធ្លាប់ធ្វើអញ្ចឹងដាក់ទៅកាន់ប្រូសាកាយដែរទើបបានជាព្យាយាមលើកឲ្យខ្ពស់តិចព្រោះថាកពុករបស់គាត់ខ្ពស់ជាងនាងពេកទាំងអស់នឹងហើយគាត់ក៏ឃើញថាអូនអាការីពិតជាចម្លែកមែននៅបុករួនជាមួយពេលល្អៗដែលនាងបានចេញមកកាន់គាត់ឥឡូវនៅដែរជាឃើញថាមេឡានមួយជិះមកលឿនខ្លាំងពេកដូចជាហេតុធ្វើខ្សែទឹកទៅកាន់ពួកគេទាំងពីរម្ល៉េះហើយបានជាប្រូសាកាយព្យាយាមការពារទៅកាន់អូនអាការីតែក៏មកទៀតគាត់ក៏ចាប់ដើមភ័យព្រោះពេលនេះគាត់កំពុងតែអោទៅកាន់អូនអាការីនៅខ្លាចថាអូនអាការីបន្តចេញមកកាន់គាត់នោះក៏បានព្យាយាមបញ្ចូលនាងតែយើងក៏បានឃើញថាគេពេលនោះអូនអាការីបានអរគុណចំពោះការជួយរបស់គាត់នៅមិនបានថាឲ្យគាត់នោះទេអំឡុងពេលអោបនាងមិនណាំងទាំងអស់ហ្នឹងសម្រាប់ប្រូសាកាយក៏បានឃើញថាមើលតើពួកគេទាំងពីរអាចនឹងត្រូវរើគ្នាវិញដោយការពីមុនក៏អាចថាបានគាត់bịឃើញអូនអាការីបែបនេះដូចនេះបានជាប្រូសាកាយតទៅកាន់អូនអាការីហើយការប៉ក៏ពិតជាសប្បាយចិត្តអំឡុងពេលបានដើរទៅផ្ទះជាមួយនាងបើទោះបីជាមិនមានបញ្ហាធ្វើឲ្យពួកយើងសាមក្អាកក្តាយលើនោះនេះនាងក៏បានចាប់អារម្មណ៍ព្រោះឃើញគាត់សប្បាយចិត្តអំឡុងពេលបានដើរជាមួយនាងប៉ុន្តែជប់សិនអបបាយណៃបើនេះចេញអស់ហើយព្រោះពីសាមខ្លាំងបែបនេះអូអញ្ចឹងមានន័យថាអបអែសប្បាយចិត្តក៏បានឃើញអបបាយណៃរបស់ខ្ញុំមែនដោយនេះហើយក៏បានផ្ទះប្រូសាកាយមកកំភ្លៀងរួចក៏បានដើរចាក់ចេញវិធីហ្នឹងទៅដូចនេះប្រូសាកាយក៏បានឃើញថាការកាត់របស់គាត់ទាំងអស់មិនខុសនោះទេពួកគេធ្វើតែជាមិត្តភក្តិតែប៉ុណ្ណោះមិនអាចលើសពីនឹងបានឡើយមិនយូរប៉ុន្មានរហូតដល់ពេលយប់ឃើញថាគាត់ទៅទិញរបស់យកមកញ៉ាំច្រើនណាស់អ្នកមានគោលបំណងចង់បបួលប្រូសាកាយនិងអូនអាការីមកញ៉ាំជាមួយគ្នាប៉ុន្តែក៏ឃើញថាប្រូសាកាយហាក់ដូចជានៅក្នុងបន្ទប់ទេទៅជាទៅរកអូនអាការីមកតែយើងគិតថាអំឡុងពេលនោះអូនអាការីកំពុងតែសួរឆ្មាតុក្កតារបស់គេថានាងគួរធ្វើបែបណាទៅហើយអំឡុងពេលនោះក៏ឃើញថាអូនស៊ីអូបានមកជួបជាមួយនាងប៉ុន្តែអូនអាការីបានចាប់អារម្មណ៍ទេព្រោះថានេះបានពាក់កាសស្ដាប់ចម្រៀងលឺពេកពេលនោះនាងចាប់ដើមអៀនមិនដឹងថាមិនបានជានាងចិត្តតែធ្វើអញ្ចឹងទៅលើទង្វើដែនដែរម្ដងហើយម្ដងទៀតចំពោះប្រូសាកាយព្រោះថានៅក្នុងថ្ងៃនេះប្រូសាកាយបានធ្វើល្អដាក់នេះច្រើនណាស់បាននិយាយពីនាងនៅក្នុងចិត្តចង់ឲ្យគាត់និងនាងចោះសម្រងដូចការពីនៅក្មេងនិយាយទៅអំឡុងពេលថ្ងៃមកគេពេលគាត់មកជួយនាងក៏មានអារម្មណ៍ល្អបាត់ទៅហើយក៏ប៉ុន្តែដោយសារតែប្រតិការនោះនាងក៏មិនអាចទប់អារម្មណ៍របស់ខ្លួនឯងបានទេមានណាឥឡូវទុំទៅចាប់អារម្មណ៍ដោយឃើញថាអូនស៊ីអូបានស្ដាប់លើការនិយាយរបស់នាងទាំងអស់បុករួនជាមួយនឹងអូនអាការីអត់បានស្លៀកខោនោះទេគេពេលនោះអំឡុងពេលរៀបចំញ៉ាំនំជាមួយគ្នាអូនស៊ីអូក៏បានចាប់អារម្មណ៍ដែរថាម៉េចអូនអាការីកំពុងតែស្រឡឹងមើលរូបថតរបស់ប្រូសាកាយតែក៏ក្នុងពេលនោះអូនអាការីបានប្រាប់ទៅកាន់អូនស៊ីអូណាមិនចង់ឲ្យនាងយល់ច្រឡំអីច្រើនទេអំឡុងពេលដែលនាងមើលរូបថតរបស់ប្រូសាកាយមិនមានន័យថានាងចូលចិត្តឬក៏ស្រឡាញ់ទៅកាន់គាត់ឡើយនិយាយស្មោះត្រង់ទៅអាប៉ិនឹងមនុស្សលើណាស់មនុស្សអីអាត្មានិយមចូលចិត្តតែកេងចំណេញទៅលើរូបរាងកាយរបស់នាងហើយក៏ពេលខ្លះគាត់ក៏មើលទៅចេះជួយអ្នកដទៃអំឡុងពេលគេមានលំបាកដែរគឺនៅនេះអូនស៊ីអូកាន់តែចាប់អារម្មណ៍បន្ថែមនៅសួរទៅកាន់អូនអាការីឲ្យដែរថានាងពិតជាអត់ចូលចិត្តទៅកាន់ប្រូសាកាយមែនអីម្ល៉េះហើយនាងក៏បានតបថាពិតមែនហើយនាងពិតជាស្អប់ទៅកាន់អាប៉ិនឹងខ្លាំងណាស់ដល់ហេតុបែបនេះបានជាអូនស៊ីអូសួរទៅកាន់អូនអាការីបន្តទៀតពុំមិនលើការនិយាយរបស់អូនអាការីថានាងចង់នៅក្បែរគាត់នៅរស់នៅក្នុងជីវិតដូចកាលពីនៅក្មេងដូចនេះនាងក៏ចាប់ដើមអៀនដែររួចក៏បានតបប្រាប់ទៅកាន់អូនស៊ីអូថាមកពីការនោះពួកយើងត្រូវគ្នាមិនដូចពេលនេះឡើយលើអញ្ចឹងសម្រាប់អូនស៊ីអូហាក់ដូចជាយ៉ាងយល់ស្របដែរបើសិនជាប្រូសាកាយលែងរឹងរូសដូចជាពេលនេះហើយហ៊ានបញ្ចេញអារម្មណ៍គាត់មកកាន់ពួកយើងទាំងពីរនោះមិនដឹងជាល្អយ៉ាងណានោះទេដល់បែបនេះសម្រាប់អូនអាការីគឺថាបើសិនជាគាត់ធ្វើអញ្ចឹងដាក់មកកាន់នាងមែននោះមិនដឹងថាអារម្មណ៍របស់នាងខ្ទេចខ្ទីយ៉ាងណានោះទេទើបជាមិនយល់ស្របតាមកំណត់របស់អូនស៊ីអូឡើយបែបហ្នឹងអូនស៊ីអូក៏ឃើញថាសូម្បីតែចាស់ឯងណាក៏មើលតែលក្ខអារម្មណ៍ខ្លួនឯងខ្លាំងដែរនេះយីណាក៏ដោយកាត់ពីពេលណាអូនអាការីមានវីដេអូមួយសម្រាប់អូនស៊ីអូដើម្បីមើលក្នុងអំឡុងពេលនោះអូនស៊ីអូក៏ចាប់ផ្ដើមភ្ញាក់ផ្អើលក៏bịឃើញ history នៃការ search របស់នាងទៅលើស្នេហារវាងមិត្តភក្តិនឹងធ្វើបែបណាទៅដើម្បីចោះសម្រងជាមួយគេម្នាក់នោះទាំងអស់ហ្នឹងហើយនាងចាប់ផ្ដើមអៀនឬក៏បានកូនទូរស័ព្ទចំក្បាលរបស់អូនស៊ីអូយល់គេថាអំឡុងពេលដែលអូនអាការីបានទៅយករបស់ខ្លាដើម្បីព្យាបាលការឈឺរបស់អូនស៊ីអូក៏ស្រាប់តែរូបថតរបស់នាងជ្រុះចេញពីទូដែលនាងបានបើកទាំងអស់តែម្ដងនិងបូករួមជាមួយនឹងសភៅ manga ផ្សេងទៀតដោយហេតុនេះហើយនាងក៏បានទៅប្រាប់អូនស៊ីអូដែលក៏មិនយល់ច្រឡំអីសោះនិយាយទៅបើទោះបីជាអូនអាការីខំប្រឹងបញ្ចូលប្រាប់យ៉ាងណាក៏សម្រាប់អូនស៊ីអូគឺថាមកជានេះអូនអាការីពិតចាប់អារម្មណ៍ទៅកាន់ប្រូសាកាយពិតមែនជាស្ដាយនេះក៏ខ្លាចមិនចង់សួរទៅលើរឿងមួយហ្នឹងក៏ប៉ុន្តែពួកគេធ្លាប់សន្យាជាមួយគ្នាការអំឡុងនៅក្មេងថាបើទោះបីជាពួកគេនៅអាយុប៉ុណ្ណាក្នុងនាមជា
មិនល្អបែបនេះគឺមិនគួរលាក់អាក៏បានចំពោះគ្នាទៅវិញទៅមកនោះទេដែលនេះបានជាអូនស៊ីអូសុទ្ធការអូនអាការ៉េដោយការពិតតែតាំងពីដើមរហូតដល់ឥឡូវនេះតើអូនអាការ៉េមានអារម្មណ៍បែបណាចំពោះប្រូសាកៃដែរក្នុងពេលលើបែបនេះអូនអាការ៉េក៏បានតបវិញថាសម្រាប់អារម្មណ៍ពិតរបស់នាងទៅលើប្រូសាកៃគាត់គឺជាមនុស្សម្នាក់ដែលពិតជារំខានខ្លាំងណាស់មកលើនាងនិយាយទៅតាំងពីដើមរហូតដល់ឥឡូវនេះអាប៉ែកនេះចាប់ទុកយើងដូចជាសម្រាមនៅក្នុងកែវភ្នែករបស់គាត់ចឹងបើទៅលើទឹកមុខវិញឡើងស្ងួតមិនថាពួកយើងធ្វើអីស្លៀកពាក់ស្អាតបែបណានោះទេអាប៉ែកសាកៃមិនតែសារនោះឡើយហើយគ្រាន់តែចាប់ទុកពួកយើងគ្រាន់តែជាក្មេងស្រីអាយុប្រហែលឆ្នាំតែប៉ុណ្ណោះនៅមិនដែលគិតថាពួកយើងជាមនុស្សស្រីពេញកំមុំឡើយក៏វាលឺការនិយាយទាំងអស់របស់អូនអាការ៉េបែបនេះអូស៊ីអូបានយល់ស្របទាំងស្រុងតែម្ដងពួកសំបីថ្ងៃខົບកណាតរបស់នាងក៏ប្រូសាកៃទិញតុក្កតាឲ្យដែរដោយយល់ឃើញថាពួកយើងគ្រាន់តែជាក្មេងអាយុប្រហែលឆ្នាំតែប៉ុណ្ណោះតើនិយាយតទៅនឹងរឿងទាំងអស់នេះពួកគេទាំងពីរក៏ចាប់ដើមអល់សំណាយប៉ុន្តែនៅក្នុងចិត្តម្នាក់ៗគឺដឹងថាពួកគេប្រហែលជាស្រឡាញ់ទៅកាន់ប្រូសាកៃទាំងពីរនាក់នឹងឯងចឹងក៏សង្ឃឹមថាបើទោះបីជាយ៉ាងណាពួកគេទាំងពីរនៅតែបន្តធ្វើជាមិត្តភក្តិដដែលពីពេលពួកគេទាំងពីរនៅបន្តនិយាយនោះប្រូសាកៃក៏ពិតកំពុងតែឈរមុខទ្វារលួចស្ដាប់ទៅកាន់ពួកគេទាំងពីរដែលមិននឹកស្មានថាពួកគេពិតជាស្អប់មកកាន់គាត់ខ្លាំងដល់ថ្នាក់ហ្នឹងអំឡុងពេលចង់ដើរជើងមិនចង់ជួបមុខទៅកាន់ពួកគេទាំងពីរណាក៏ស្រាប់តែឮសំឡេងការស្រែករបស់ពួកគេហើយក៏បញ្ញាប់រត់ចូលទៅមកក៏ធ្វើក៏កៀងជាកលាំងក៏វាឃើញអូនអាការ៉េអត់ស្លៀកខោទេចំណែកអូនឈីអូកំពុងតែដោះកៅអៅរបស់នាងពួកដោយសារម៉ែកំពុងកោកាម្ល៉េះហើយដែលមិនបងយល់អូនអាការ៉េក៏បានផ្ទះមកកំភ្លៀងទៀតតែដូចនេះសម្រាប់អូនឈីអូក៏ឃើញថាបើសិនជាអូនអាការ៉េស្អប់ទៅកាន់ប្រូសាកៃដល់ថ្នាក់នេះនឹងវាយមិនខ្វល់ពីគាត់ផងណាតែឲ្យនាងស្រឡាញ់គាត់ដោយរបៀបណាទៅហើយបើក្នុងចិត្តរបស់ប្រូសាកៃគឺឃើញថាម៉ុងកាមិនអាចខ្លាចទៅជាការពិតបាននោះទេតាក់ទងទៅនឹងមិត្តកុមារភាពស្រឡាញ់គ្នាទៅវិញទៅមកបែបហ្នឹងហើយសាច់បើជើងទៅលើអេពីសូតមួយនេះគឺមានតែប៉ុណ្្នឹងឯងអូខេបើសិនអ្នកចូលចិត្តជាមួយការសម្រាយនិងការស្កាយរឿងរបស់ខ្ញុំក៏សង្ឃឹមអ្នកនរគ្នាចុច Subscribe ឲ្យមានម្នាក់មួយសិនផងមានច្បល់អីអាច comment នៅខាងក្រោមបានដូចគ្នាដូចនេះចាំជួបគ្នានៅឱកាសក្រោយទៀតនៅរឿងថ្មីដែលខ្ញុំបានធ្វើនៅពេលបន្តបាយបាយ